បាទសូមគោរពអនុញ្ញាតជម្រាបសួរបាទទៅដល់លោកតាល់យាយអ៊ំពូមីងជាពិសេសបងប្អូនដែលចូលចិត្តវិស័យចិញ្ចឹមគោបាទហើយថ្ងៃនេះផងដែរត្រូវនឹងថ្ងៃអង្គារបាទទី28ខែមេសាឆ្នាំ2025បាទហើយថ្ងៃនេះសូមបង្ហាញជូនបាទជាមួយនឹងមេគោមួយក្បាលនេះបាទដែលដូចឃើញនៅក្នុងរូបអញ្ចឹងបាទអញ្ចឹងក្នុងទម្រង់ឃើញថាដៃជើងអីធំល្អបាទហើយបកែស៊ីបាទអញ្ចឹងគូមេនេះផងដែរខ្ញុំនឹងធ្វើការដាក់លក់បើសិនជាបងប្អូនអ្នកទាំងអស់គ្នាដែលមានចំណាប់អារម្មណ៍ចង់បានជាមួយនឹងមេគូយកទៅចិញ្ចឹមយកទៅធ្វើពូជបងប្អូនអាចទស្សនាបានជាមួយនឹងមេគូមួយក្បាលនេះបាទអញ្ចឹងហើយចំពោះការឲ្យស៊ីដូចដែលបង្ហាញក្នុងវីដេអូអញ្ចឹងឃើញថាបកែស៊ីបាទហើយដៃជើងអីក៏ធំល្អបាទហើយកម្ពស់នេះខ្ញុំក៏មិនបានពោះបញ្ជាក់ជូនទេដោយសារចំនួនគោរបស់ខ្ញុំនេះមានច្រើនដូចដែលឃើញក្នុងវីដេអូអញ្ចឹងខ្ញុំបង្ហាញជូនតែមួយក្បាលនេះសិនអញ្ចឹងបងប្អូនអ្នកដែលមានចំណាប់អារម្មណ៍អាចខលតាក់ទងបានឬក៏អាចមកមើលផ្ទាល់នៅអាស័យដ្ឋានក្នុងភូមិដងរែកឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យបាទអញ្ចឹងមុននឹងប្រាប់ពីតម្លៃខ្ញុំលំអិតជូនជាមួយនឹងមេគូមួយក្បាលនេះបាទអញ្ចឹងមេគូមួយក្បាលនេះបាទដូចដែលឃើញក្នុងវីដេអូអញ្ចឹងមានភាពងាយស្រួលក្នុងការឲ្យស៊ីបាទឃើញថាស្មៅក៏សម្បូរបាទហើយបកែស៊ីមែនទែនហើយឆ្អឹងនេះក៏ធំល្អហើយកម្ពស់នេះអាចថាក្រោម1.40 ម៉ែត្រអ្វីថា35 36បាទអញ្ចឹងខ្ញុំមិនបានបញ្ជាក់ជូនទេតែបើសិនជាបងប្អូនចង់លំអិតចង់ដឹងពីកម្ពស់កម្ពស់ខ្ញុំនឹងវាស់ជូនបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ឬក៏ខលមកសួរតាក់ទងទៅនឹងភិនភាគក៏ដូចជាកម្ពស់កម្ពស់បាទហើយចំពោះការឲ្យស៊ីដូចដែលឃើញអញ្ចឹងបាទបងប្អូនអាចទស្សនាបានបាទអញ្ចឹងវានៅតាមវាលខ្ញុំដើរថតតាមបន្តិចបាទហើយបញ្ជាក់ជូនគោនេះយើងធ្លាប់មានគោហើយតែកូនរបស់វាស្លាប់អញ្ចឹងខ្ញុំក៏ធ្វើការបញ្ជាក់ជូនអញ្ចឹងកុំឲ្យបងប្អូនថាមេគោនេះផើមឬក៏យ៉ាងណាអញ្ចឹងខ្ញុំបញ្ជាក់ជូនថាមេគោនេះកូនរបស់វាបានស្លាប់អញ្ចឹងខ្ញុំធ្វើការដាក់លក់បើសិនជាបងប្អូនមានចំណាប់អារម្មណ៍បាទអញ្ចឹងក្នុងតម្លៃលក់បាទអញ្ចឹងខ្ញុំនឹងបញ្ជាក់ជូននៅtrongវីដេអូបន្តិចទៀតបាទអញ្ចឹងខ្ញុំបន្ថែមថារដូវនេះជារដូវមានភ្លៀងធ្លាក់ក៏ដូចជាសម្បូរស្មៅបើសិនជាបងប្អូនធ្វើការដាក់បាបងប្អូនគួរតែចាក់ថ្នាំទម្លាក់សត្វល្អិតជាមុនសិនបាទដើម្បីបង្ការភាពងាយស្រួលក៏ដូចជាកុំឲ្យគូរបស់យើងនេះវាមានការរាករូសខ្លាំងបាទអញ្ចឹងបន្ថែមទៀតថាអាចថាបងប្អូនមានលទ្ធភាពក្នុងការទិញវ៉ាក់សាំងចាក់ក៏ចាក់ឲ្យបានរួចរាល់បើសិនជាបងប្អូនមិនទាន់មានលទ្ធភាពក្នុងការចាក់វ៉ាក់សាំងទេបងប្អូនរងចាំខាងមន្ទីរទម្លាក់ក៏ដូចជាតាក់ទងជាមួយនឹងពេទ្យសត្វអញ្ចឹងចំពោះវីដេអូខ្ញុំលំអិតជូនតាក់ទងទៅនឹងគូមួយក្បាលនេះតែប៉ុណ្ណឹងហើយខ្ញុំនឹងប្រាប់ពីតម្លៃបាទតម្លៃរបស់វានេះខ្ញុំលក់ក្នុងតម្លៃ2 លាន50អាចចរចាបើសិនជាបងប្អូនមានចំណាប់អារម្មណ៍បាទចង់បានបងប្អូនអាចតាក់ទងមកបានបាទហើយក្នុងវីដេអូនេះគ្មានតែប៉ុណ្្នឹងទេហើយបើសិនជាបងប្អូនចង់បានគូយកទៅចិញ្ចឹមច្រើនទៀតបងប្អូនសូមជួយចុចជាវឬក៏ចុចសញ្ញាកណ្ដឹងបាទដើម្បីទទួលបានវីដេអូថ្មីនិងដឹងពីតម្លៃគូបាទជាចុងក្រោយខ្ញុំបាទអរគុណនិងគោរពលា